សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនរបៀបទិញស្រោមទូរស័ព្ទដែលមានបិទរូបថតយើងខាងក្រោយអញ្ចឹងណាដំបូងគឺយើងមើលទូរស័ព្ទយើងតើយើងប្រើទូរស័ព្ទម៉ូដអីដូចខ្ញុំប្រើ13បងប្អូនអញ្ចឹងយើងចុច Fucking មកបាទបន្ទាប់មកគឺយើងត្រូវចុចមើលរកន្លែង scan រូបភាពបាទយើងចុចកន្លែងនេះមកហើយយើង scan បងប្អូនយើង scan រូបភាពយើងហ្នឹងហើយ scan លេខកូដហើយវាចូលទៅដល់ photo រូបភាពយើងអញ្ចឹងណាឥឡូវយើង scan សិនមកហ្នឹងហើយអូខេបន្ទាប់ពី scan ហើយយើងចុចកន្លែងនេះមកបងប្អូនហ្នឹងហើយអូខេហើយយើងជ្រើសរូបថតយើងមួយមកហ្នឹងហើយបន្ទាប់មកយើងចុច clone ហើយគឺវា load ចូលរូបថតយើងនៅខាងក្នុងហ្នឹងតែម្ដងឃើញទេហើយបន្ទាប់មកយើង select រូបថតយើងឲ្យតូចបន្តិចមកបងប្អូនហ្នឹងហើយ select វាឲ្យតូចបន្តិចទៅហ្នឹងហើយ select ឲ្យវាតូចមើលឲ្យវាមកសមល្មមដែលយើងអាចទទួលយកបានអញ្ចឹងណាបងប្អូនហើយបន្ទាប់មកយើងចង់បន្ថែមអីរូបតុក្កតាខ្ជូតអីថែមពីទៀតអញ្ចឹងណាយើងថែមតាមហ្នឹងណាបងប្អូនយើងមើលតាមតំណងយើងដាក់មិនសមអញ្ចឹងណាសម្រាប់ខ្ញុំថែមតុក្កតាអញ្ចឹងមកហើយយើងដាក់បង្រួមមើលវាឲ្យមកល្មមដែលយើងអាចមើលបានអាចទទួលយកបានអញ្ចឹងណាបងប្អូនហើយបន្ទាប់មកយើងចុចថែមអីទៀតចង់ដាក់អីទៀតយើងដាក់តាមហ្នឹងណាបងប្អូនសម្រាប់ខ្ញុំដាក់មេអំបៅមួយទៀតរួចហើយយើងបង្រួមវាតាមហ្នឹងបងប្អូនមើលឲ្យសមល្មមដែលយើងអាចទទួលយកបានពេលដែលរួចរាល់ហើយយើងចុចឆេភូមិមកបងប្អូនហើយវាកំពុងតែ clone ហើយបងប្អូនដំណើរការអញ្ចឹងណាបន្ទាប់វាដំណើរការហើយយើងចុចកន្លែងនេះមកបងប្អូនចុចកន្លែងនេះមកហ្នឹងហើយចុចកន្លែងហ្នឹងមកបងប្អូនបន្ទាប់មកវាឲ្យយើងដាក់កាតចូលបងប្អូនយើងដាក់កាតចូលដើម្បីទូទាត់ប្រាក់តម្លៃប្រមាណអញ្ចឹងណាបងប្អូនទាំងអស់គ្នាឥឡូវនេះបន្ទាប់ពីយើងដាក់កាតចូលហើយគឺទូទាត់លុយហើយបងប្អូនចុចកន្លែងនេះមកបងប្អូនចុចតាមខ្ញុំមកចុចកន្លែងហ្នឹងមកបន្ទាប់ពីទូទាត់ហើយយើងដកកាតចេញមកបងប្អូនដកកាតយកមកវិញមកយើងដកកាតចេញមកបងប្អូនរួចបងប្អូនត្រូវរងចាំបងប្អូនវាកំពុងតែ start ដំណើរការអញ្ចឹងណាវាកំពុងតែផលិតនៅក្នុងហ្នឹងឲ្យយើងមានរូបថតរូបអីយើងនៅពីខាងក្រោយស្រោមទូរស័ព្ទហ្នឹងបងប្អូនហើយយើងត្រូវរងចាំវាឲ្យវាដើរពេញកន្លែងនេះបងប្អូនពេលដែលពេញគឺស្រោមទូរស័ព្ទហ្នឹងវាធ្លាក់មកខាងក្រោមហើយឥឡូវស្រោមទូរស័ព្ទដែលខ្ញុំបានទិញហ្នឹងគឺធ្លាក់មកឲ្យបងប្អូនឃើញទេស្អាតមែនតើហ្នឹងហើយបងប្អូនដែលចង់ទិញចង់អីនៅណាំយ៉ាងសាការីយើងបងប្អូនសាកទិញលួមើលទៅ 15000 វ៉ុនដោយសារតែរូបភាពខ្ញុំហ្នឹងវាខ្លីទំហំខ្លីអញ្ចឹងណាបើសិនជាបងប្អូនមានរូបភាពវែងបងប្អូនដាក់ទៅពេញមកខាងក្រោយហ្នឹងគឺមើលឃើញស្អាតមែនទែនឥឡូវនេះគឺខ្ញុំចាប់ផ្ដើមដាក់ស្រោមទូរស័ព្ទហើយបាទដាក់អញ្ចឹងទៅបាទមើលឃើញស្អាតទេតាបងប្អូនហើយបងប្អូនដែលអាចនឹងចង់បានបងប្អូនដាក់រូបទំហំធំអញ្ចឹងបងប្អូនដាក់ទំហំធំទៅវាពេញមកខាងក្រោយហ្នឹងគឺមើលឃើញស្អាតហ្នឹងហើយអរគុណបងប្អូន